Bitcoin ស្ថិតនៅតម្លៃថេរ sideways $80,000 ក្នុងមួយ Bitcoin តើវាជា bear market ឬ golden opportunity ទីផ្សារ crypto ពេលនេះហាក់ដូចជាកំពុងអាប់អួរព្រោះ Bitcoin បានធ្លាក់តម្លៃមកក្រោម$84,000 ហើយបន្តធ្លាក់ជិត 3% ក្នុងមួយថ្ងៃក្នុងពេលជាមួយគ្នានេះដែរ Project Founder មួយចំនួនបានលាលែងពីតួនាទីមានរឿងអាស្រូវរវាងក្រុម market maker និង trader អ្នកល្បី KOL ឆ្លោះគ្នារឿងចែកប្រាក់មិនស្មើជាដើមវិនិយោគិនមានភាពភ័យខ្លាចហើយមិនជឿទុកចិត្តលើទីផ្សារទៀតទេ Fear Index ក៏ធ្លាក់ដល់ 20% ដែលជាសញ្ញាភ័យខ្លាំងដូចជាពេលដែលមានវិបត្តិ COVID ក្នុងកំឡុងឆ្នាំ 2020 និង Bear Market កំឡុងឆ្នាំ 2022 ផងដែរម្យ៉ាងទៀតអាមេរិកទៅប្រកាសពីយុទ្ធសាស្ត្រ Strategic Bitcoin Reserve ដែលធ្វើឲ្យអ្នកខ្លះមានសង្ឃឹមថាទីផ្សារអាចបន្តឡើងទៀតប៉ុន្តែ Bitcoin ក្នុងពេលថ្មីៗនេះឡើងចុះច្រើនដែលមើលទៅគួរឲ្យខ្លាចអញ្ចឹងវាជា bear market ឬ golden opportunity គួរធ្វើអ្វីល្អពេលតម្លៃឡើងចុះខ្លាំងបែបនេះចំណុចទី1រងចាំមើលសិន Pirate នេះបាននិយាយថាអ្នកវិនិយោគធម្មតាដែលមិនលេង trade future គួរតែរងចាំបន្តិចសិន Bitcoin មានលំនាំដូចឆ្នាំ 2024 ដែលកាលនោះមួយ Bitcoin មានតម្លៃស្មើនឹង$73,000 ធ្លាក់មកត្រឹម$50,000 ដែលគ្រប់គ្នាមានការភ័យខ្លាចហើយទីផ្សារគ្មានភាពច្បាស់លាស់ Bitcoin ធ្លាក់ក្រោម$84,000 ខុសពីការរំពឹងទុករបស់អ្នកវិនិយោគ Happy Reserve Policy និងការបោះឆ្នោតអាមេរិកបែរជាព័ត៌មានធម្មតាមិនមានអ្វីប្រែប្រួលខ្លាំងទិន្នន័យសេដ្ឋកិច្ច CPI FED មិនទាន់ច្បាស់លាស់ Stock Market ក៏ធ្លាក់សង្គ្រាមពាណិជ្ជកម្មសង្កត់ទិញឥឡូវគឺអាចនឹងមានហានិភ័យខ្ពស់តម្លៃ Bitcoin អាចទប់នៅត្រឹម$76,000 ទៅ$78,000 Exchange Flow ទាបមានន័យថាមិនមែនគេលក់ច្រើនទេចំណុចទី2ឱកាសល្អ KOL Nezo ថា Bitcoin នៅតម្លៃទាបល្អសម្រាប់អ្នកទិញទុកក្នុងរយៈពេលយូរ Correction 30% មកពីគោលនយោបាយមិនច្បាស់លាស់ប៉ុន្តែ Crypto នៅស្ថានភាពល្អបំផុតជាងមុនReserve Policy Crypto Summit SEC លែងរឹតបន្តឹងជាពេលវេលាដែលល្អបំផុតសម្រាប់ Crypto Correction 30% បានមកពី Stock និងសេដ្ឋកិច្ចមិនមានភាពច្បាស់លាស់ពីមុនឆ្នាំ 2020-2022 Correction បែបនេះជាឱកាសដែលល្អសម្រាប់ការទិញចំណុចទី3កុំប្រញាប់ទិញ Bitcoin ចាំ Fed បន្ធូរគោលនយោបាយសិនលោក Asahe សហស្ថាបនិក BitMEX ណែនាំឲ្យ Trader កុំប្រញាប់ទិញ Bitcoin នៅតម្លៃទាបភ្លាមព្រោះ Bitcoin អាចធ្លាក់ដល់$70,000 ធ្លាក់ 36% ពីកំពូល$11,000 គាត់ជំរុញឲ្យរងចាំធនាគារកណ្ដាលបន្ធូរគោលនយោបាយសិនលោកបញ្យល់បន្ថែមទៀតថាទីផ្សារ Crypto និងភាគហ៊ុន S&P 500 កំពុងប្រឈមការធ្លាក់ខ្លាំងដោយសារសម្ពាធ Macroeconomic ដូចជាអត្រាគ្មានការងារ 4.1% និង Fed ផ្អាកការបន្ថយអត្រាការប្រាក់គាត់ជឿថាពេលទីផ្សារធ្លាក់ខ្លាំងFed នឹងចាក់លុយថ្មី QE ដែលជំរុញឲ្យ Bitcoin ឡើងទៅវិញ